រដ្ឋបាលរាជធានីភ្នំពេញជួសជុលច្រាំងទន្លេនិងបន្ថែមបន្ទប់ទឹកសាធារណៈដើម្បីបម្រើភ្ញៀវនានានៅផ្លូវថ្មើរជើង Wall Street ក្រោយជាប់ចំណាត់ថ្នាក់លេខ 2 លើពិភពលោកឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រីមីជាតិស្នាដៃខ្មែររសជាតិខ្មែរឆ្លុះបញ្ចាំងពីឧត្តមភាពតើអ្នកកំពុងត្រូវការដើមទុនពង្រីកអាជីវកម្មមែនទេឥឡូវនេះធនាគារអភិវឌ្ឍជនបទនិងកសិកម្មផ្ដល់ជូនឥណទានគាំទ្រសិប្បកម្មសហគ្រាសធុនតូចនិងមធ្យមជាមួយនឹងអត្រាការប្រាក់ត្រឹមតែ 5% ប៉ុណ្ណោះក្នុងមួយឆ្នាំផ្លូវថ្មើរជើង Wall Street ទទួលបាននូវភាពពេញនិយមយ៉ាងខ្លាំងពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិរហូតធ្វើឲ្យរាជធានីភ្នំពេញបានជាប់ចំណាត់ថ្នាក់លេខ 2 លើពិភពលោកឈ្មោះថាជាទីក្រុងប្រជុំដោយភាពរីករាយនៅពេលរាត្រីដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងមួយកម្រិតថែមទៀតសម្រាប់ផ្លូវថ្មើរជើង Wall Street នេះឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកសាធារណៈមួយកន្លែងមានជិត40បន្ទប់បន្ថែមទៀតជាមួយនឹងការពិនិត្យនិងជួសជុលច្រាំងទន្លេមួយចំណែកឡើងវិញផងដែរដើម្បីឲ្យគម្រោងនេះដំណើរការទៅបានដោយរលូនស្របតាមស្តង់ដារបច្ចេកទេសនៅព្រឹកថ្ងៃទី 2 ខែឧសភាឆ្នាំ2025នេះឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញដឹកនាំមន្ត្រីនិងមន្ទីរជំនាញព្រមទាំងអាជ្ញាធរដែនដីចុះពិនិត្យមើលការដ្ឋាននេះដែលមានទីតាំងស្ថិតនៅចំណុចរូបសំណាកតេជោមាសនិងតេជោយ៉តឬមុខវត្តឧណាឡោមស្ថិតក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញលោកសាន់ពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាតាមការណែនាំពីឯកឧត្តមខុងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើការសាងសង់បន្ទប់ទឹកអនាម័យនៅចំណុចនេះចំនួន37បន្ទប់ក្នុងនោះរួមមានបន្ទប់ទឹកសម្រាប់បុរសចំនួន22បន្ទប់បន្ទប់អង្គុយបត់ជើងចំនួន10បន្ទប់និងបង្គន់ឈរចំនួន12បន្ទប់បន្ទប់សម្រាប់ស្ត្រីចំនួន14បន្ទប់និងបន្ទប់សម្រាប់ជនពិការចំនួន1បន្ទប់ផងដែរចំណែកឯការដ្ឋានជួសជុលច្រាំងទន្លេឯណោះវិញយើងបាននឹងកំពុងជួសជុលឡើងវិញប្រវែង172ម៉ែត្រជម្រៅប្រហែល22ម៉ែត្រចំពោះគម្រោងទាំងពីរនេះសម្រាប់ច្រាំងទន្លេនឹងត្រូវប្រើប្រាស់ពេលវេលានៃការសាងសង់ចំនួន1ខែចំណែកបង្គន់អនាម័យនឹងត្រូវប្រើប្រាស់រយៈពេល3ខែក្នុងការសាងសង់លោកសំពិសិដ្ឋបានបញ្ជាក់ទៀតថាគម្រោងទាំងនេះនឹងធ្វើឡើងដើម្បីទទួលភ្ញៀវលើផ្លូវ Wall Street និងទទួលព្រះរាជពិធីបុណ្យអុំទូកនាពេលខាងមុខឯកឧត្តមខុងស្រេងក្នុងឱកាសនៃការចុះពិនិត្យនោះដែរក៏បានណែនាំឲ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញសាងសង់បន្ទប់ទឹកឲ្យមានខ្យល់អាកាសនិងមានពន្លឺគ្រប់គ្រាន់ដើម្បីសុខុមាលភាពប្រជាពលរដ្ឋនិងភ្ញៀវជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅតំបន់នេះធនាគារអភិវឌ្ឍជនបទនិងកសិកម្មដើម្បីកសិករនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមវិតាឆ្លុះបញ្ចាំងពីឧត្តមភាពមួយខ្ញុំឥឡូវសួរហៅតែមីជាតិឆាសុតមន់ទេយាយម៉ានមីជាតិឆាសុតមន់ឆាក៏ឆ្ងាញ់ឆុងក៏ឆ្ងាញ់